បើយើងមិននាំគ្នារំលឹកគ្នាទេក្រុមគ្រួសារហ៊ុនមានលុយធ្វើអំពើពុករលួយចេះតែបង្កើតព្រឹត្តិការណ៍ហើយប្រឡប់បងប្អូនទាំងអស់គ្នាបងប្អូនខ្លះតាមមិនទាន់ចេះតែហីអើតាមក្រុមគ្រួសារហ៊ុនទៅដូច្នេះចាញ់បោកក្រុមគ្រួសារហ៊ុនរហូតហើយក្រុមគ្រួសារហ៊ុនចេះតែលេងល្បែងណាល្បែងកែច្បាប់ល្បែងសម្រាប់ចិត្តនេះសម្រាប់ចិត្តនោះកំចាត់ខ្មែរកាត់ទឹកដីកម្ពុជាឲ្យបរទេសជិតខាងបីធំគេហៅថាគំរូបែបអនុវត្តមហិច្ឆតាវៀតណាមអាការកែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរនេះណាជាគំរូមួយបែបនៃការអនុវត្តតាមល្បិចរបស់វៀតណាមល្បិចវៀតណាមត្រង់ណាបងប្អូនខ្ញុំលើកឧទាហរណ៍ល្បិចវៀតណាមមួយជូនបងប្អូនជ្រាបនិងពិចារណាកាលពីវៀតណាមធ្វើសង្គ្រាមជាមួយខ្មែរក្រហមបងប្អូនដឹងថាវៀតណាមធ្វើម៉េចកងទ័ពវៀតណាមទាំងឡាយណាដែលត្រូវរបួសធ្ងន់ឬក៏ពិការដាច់ជើងដាច់ដៃវៀតណាមដឹងច្បាស់ណាស់ថានៅពេលដែលចប់សង្គ្រាមអ្នកដែលរបួសធ្ងន់ដាច់ជើងដាច់ដៃពិការទាំងអស់នោះคล้ายទៅជាបន្ទុកសង្គមគិច្ចដ៏ធំរបស់រដ្ឋាភិបាលវៀតណាមពីព្រោះរដ្ឋាភិបាលត្រូវតែជួយយុទ្ធជនដែលពិការទាំងអស់នោះយុទ្ធជនវៀតណាមដែលពិការពីសង្គ្រាមប៉ុន្តែវៀតណាមប្រើល្បិចយ៉ាងម៉េចបងប្អូនល្បិចរបស់វៀតណាមគឺឲ្យយុទ្ធជនដែលពិការទាំងអស់នោះនៅពេលដែលធ្វើសង្គ្រាមតទល់នឹងខ្មែរក្រហមនៅប្រទេសកម្ពុជាណាឲ្យយុទ្ធជនវៀតណាមដែលរបួសពិការទាំងអស់នោះស្លៀកពាក់ជាឯកសណ្ឋានទីហ៊ានរបស់ខ្មែរក្រហមទៅវិញបន្ទាប់ពីស្លៀកពាក់ទីហ៊ានខ្មែរក្រហមហើយពួកមេរបស់កងទ័ពវៀតណាមនោះបាញ់ទីហ៊ានរបស់វៀតណាមដែលពិការនឹងចោលទាំងអស់សម្លាប់ចោលទាំងអស់សម្លាប់ចោលហើយវៀតណាមហៅអ្នកកាសែតប្លុកវ៉ាសាវីកាលនោះប្លុកកុម្មុយនីសធំមិនមែនសូវៀតណាគឺប្លុកវ៉ាសាវីហៅអ្នកកាសែតប្លុកវ៉ាសាវីទៅថតដោយពួកមេបញ្ជាការវៀតណាមនឹងនិយាយទម្លាក់កំហុសថានោះគឺជាឃាតកម្មដែលក្រុមខ្មែរក្រហមជាអ្នកសម្លាប់តែពិតខ្មែរក្រហមអត់ដឹងអីសោះខ្មែរក្រហមដែលធ្វើសង្គ្រាមតទល់នឹងវៀតណាមនោះអត់មានដឹងរឿងហ្នឹងទេប៉ុន្តែពួកមេបញ្ជាការវៀតណាមឲ្យទាហានវៀតណាមដែលត្រូវរបួសពិការហ្នឹងពាក់ឯកសណ្ឋានខ្មែរក្រហមទៅរួចបាញ់ចោលហើយហៅអ្នកកាសែតប្លុកវ៉ាសាវីឲ្យទៅថតថានោះគឺជាអំពើអក្រិតកម្មសង្គ្រាមរបស់ពួកខ្មែរក្រហមវៀតណាមចង់ទម្លាក់កំហុសថាគឺពួកមេបញ្ជាការខ្មែរក្រហមជាអ្នកសម្លាប់ទាហានខ្មែរក្រហមខ្លួនឯងគេចង់ទម្លាក់កំហុសអញ្ចឹងណាពីព្រោះឲ្យទាហានរបួសពិការរបស់វៀតណាមហ្នឹងស្លៀកពាក់ឯកសណ្ឋានខ្មែរក្រហមហើយហ្នឹងបាញ់ចោលទៅដល់ទៅបាញ់ចោលហើយហៅអ្នកកាសែតទៅថតរួចហើយទម្លាក់កំហុសឲ្យពួកមេដឹកនាំខ្មែរក្រហមថាធ្វើអក្រិតកម្មសង្គ្រាមឃើញទេនេះគឺជាល្បិចរបស់វៀតណាមធ្វើសោះប៉ុន្តែទម្លាក់កំហុសឲ្យខ្មែរក្រហមនេះអាចច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរណាក៏បែបហ្នឹងដែរច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរខ្ញុំសង្ខេបឃើញ5ចំណុចដែលជាទោសត្រូវដកសញ្ជាតិទី1គេហៅថាខុបខិតជាមួយរដ្ឋបរទេសធ្វើឲ្យខូចប្រយោជន៍ជាតិអ្នកណាខុបខិតសំរងស៊ីឬមានភ័ស្តុតាងឯណាដែលថាសំរងស៊ីទៅខុបខិតអត់មានទាល់តែសោះសំរងស៊ីមិនដែលបានដឹកនាំរដ្ឋាភិបាលទៅខុបខិតយ៉ាងម៉េចអញ្ចឹងអ្នកណាខុបខិតហ៊ុនសែនខ្លួនគាត់ជាអ្នកខុបខិតធ្វើតាំងពីកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាខុសច្បាប់ឆ្នាំ1982 1983 1985
ខុសច្បាប់ជាមួយនឹងវៀតណាមកាត់ទឹកដីខ្មែរឲ្យវៀតណាមអាកិច្ចព្រមព្រៀងសន្ធិសញ្ញាទាំងអស់នឹងវាខុសច្បាប់ហើយត្រូវលុបចោលក្រោមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ហើយលោកហ៊ុនសែនមិនព្រមលុបចោលទៀតរហូតដល់ឆ្នាំ2005ធ្វើសន្ធិសញ្ញាបំពេញបន្ថែមឲ្យអាសន្ធិសញ្ញាខុសច្បាប់ជាមួយវៀតណាមនឹងរស់ឡើងវិញទាំងអស់អញ្ចឹងអ្នកណាខុបខិតហ៊ុនសែនគាត់ខុបខិតខ្លួនគាត់ឃើញទេគាត់ខុបខិតជាមួយវៀតណាមកាត់ទឹកដីខ្មែរឲ្យវៀតណាមរួចហើយគាត់មកទម្លាក់កំហុសលើសំរងស៊ីឃើញល្បិចវៀតណាមទេអាហ្នឹងគេហៅថាគំរូរៀនតាមល្បិចវៀតណាមគំរូហ៊ុនសែនរៀនតាមល្បិចវៀតណាមអាច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរហ្នឹងបងប្អូនមើលមួយទៀតចំណុចទី2ដែលគេថាគេអាចដកសញ្ជាតិពីបុគ្គលណាដែលធ្វើសកម្មភាពប៉ះពាល់ដល់ទឹកដីនិងសន្តិសុខជាតិសំរងស៊ីធ្វើអ្វីប៉ះពាល់ដល់ទឹកដីនិងសន្តិសុខជាតិហើយឬនៅមានទេមានបាត់មកចំអាមណាដោយសារសំរងស៊ីទេមានកើតសង្គ្រាមដោយសារសំរងស៊ីទេមានតែកើតសង្គ្រាមដោយសារហ៊ុនសែនអត់ដែលឃើញមានកើតសង្គ្រាមដោយសារសំរងស៊ីទេហើយកន្លែងណាដែលថាប៉ះពាល់ដល់សន្តិសុខជាតិតើសំរងស៊ីអ្នកផ្សេងទៀតធ្វើឲ្យប៉ះពាល់សន្តិសុខជាតិទេហ៊ុនសែនគាត់ធ្វើខ្លួនគាត់ត្រង់ណាដែលធ្វើឲ្យប៉ះពាល់សន្តិសុខជាតិនោះអាបង្ហោអន្តោប្រវេសន៍ខុសច្បាប់រាប់លានអ្នកចូលកម្ពុជានោះផ្ដល់សញ្ជាតិឲ្យនោះអានោះគឺប៉ះពាល់សន្តិសុខជាតិសម្បើមណាប៉ះពាល់សន្តិសុខជាតិមែនទេហានេះមិនមែនត្រឹមតែប៉ះពាល់សន្តិសុខបង្កចលាចលក្នុងសង្គមជាតិតែថ្ងៃក្រោយបាត់បង់ប្រទេសជាតិទៀតផងខ្ញុំធ្លាប់រំលឹកជូនបងប្អូនថាអាការដែលបរទេសឈ្លានពានយកទឹកដីតាមព្រំដែនណាមិនធ្វើឲ្យបាត់កម្ពុជាទាំងមូលទេយកបានតែតាមព្រំដែនទេប៉ុន្តែអាការបង្ហូរជនអន្តោប្រវេសន៍ចូលនេះបង្កើតអសន្តិសុខថ្ងៃក្រោយជនជាតិគេកាន់តែច្រើននៅលើទឹកដីយើងទៅទោះបីជាយើងបោះឆ្នោតក៏បោះឆ្នោតឲ្យឈ្នះគេដែរអាហ្នឹងបាត់ប្រទេសទាំងមូលដូច្នេះអ្នកណាអ្នកធ្វើសំរងស៊ីធ្វើឬមែនទេគឺហ៊ុនសែនគាត់ជាអ្នកធ្វើដោយខ្លួនគាត់ឃើញទេឃើញគំរូវៀតណាមទេឃើញដូចគំរូវៀតណាមមួលបង្កាច់ប៉ុលពតទេហ៊ុនសែនយកគំរូវៀតណាមមួលបង្កាច់ប៉ុលពតមកអនុវត្តខ្លួនឯងជាអ្នកធ្វើសោះមកទម្លាក់កំហុសឲ្យសំរងស៊ីមួយទៀតគេថាអាចដកសញ្ជាតិខ្មែរពីជនជាតិខ្មែរទាំងឡាយណាដែលបម្រើការកងទ័ពឬមន្ត្រីរាជការសាធារណៈនៃរដ្ឋបរទេសហើយមិនព្រមដកខ្លួនចេញទោះបីជារដ្ឋាភិបាលប្រាប់ឲ្យដកខ្លួនចេញរឿងនេះវាមិនសូវច្បាស់បន្តិចតើមានខ្មែរណាដែលគេហៅថាជនជាតិខ្មែរមានសញ្ជាតិខ្មែរតែមួយទៅបម្រើកងទ័ពបរទេសរដ្ឋបរទេសទេវាអត់មានប៉ុន្តែមានតែហ៊ុនសែនប៉ុន្តែហ៊ុនសែនគាត់មិនចេញមុខជាផ្លូវការត្រង់ណាបងប្អូនគាត់សម្គាល់រឿងពីររឿងមួយនៅពេលដែលវៀតណាមធ្វើពិធីធំរំលឹកគុណកងទ័ពវៀតណាមឬពិធីគេហៅថារំដោះជាតិគេឯករាជ្យជាតិគេធំណាគេហៅលោកហ៊ុនសែនទៅពាក់ឯកសណ្ឋានជាទីហ៊ានទៅចូលរួមជាមួយគេអានោះមានន័យថាម៉េចនោះមានន័យថាគេចង់ប្រាប់ពិភពលោកថាហ៊ុនសែនហ្នឹងគឺជាកងទ័ពដែលបម្រើគេតាំងពីដើមរៀងមកគឺហ៊ុនសែនខ្លួនគាត់ជាអ្នកធ្វើទេអត់មាននរណាធ្វើឡើយគឺបម្រើវៀតណាមអាហ្នឹងគឺជារឿងដែលយើងកត់សម្គាល់ឲ្យមែនទេណាហើយចំណុចទី2គឺលោកហ៊ុនសែនគាត់អួតខ្លួនគាត់តែម្ដងថាគាត់ជាអ្នកសហការជាមួយកងទ័ពវៀតណាមវាយចូលកម្ពុជាអញ្ចឹងចុះវាយចូលនៅពេលណា7មករា1979តើពិភពលោកចាត់ទុក7មករា1979ជាអ្វីជាការឈ្លានពានឃើញទេអញ្ចឹងមានន័យថាម៉េចមានន័យថាខ្លួនសែនខ្លួនគាត់ជាអ្នកបានបម្រើកងទ័ពវៀតណាមគ្រាន់តែមិនមានឈ្មោះជាផ្លូវការដែលវាចេញថាជាបុគ្គលិកឬក៏មេទ័ពវៀតណាមប៉ុន្តែគាត់ខ្លួនគាត់ជាអ្នកបម្រើកងទ័ពវៀតណាមទៅហើយគាត់ខ្លួនគាត់ជាអ្នកធ្វើហើយប្រុងទម្លាក់កំហុសហ្នឹងឲ្យសំរងស៊ី
អាហ្នឹងដែលខ្ញុំបញ្ជាក់ម្ដងទៀតថាប្រើតាមស្នៀតវៀតណាមខ្លួនឯងសម្លាប់យុទ្ធជនពីការរបួសរបស់ខ្លួនសោះហើយទម្លាក់កំហុសឲ្យប៉ុលពតដល់ទៅពេលហ៊ុនសែនបំរើកងទ័ពវៀតណាមសោះមកចង់ទម្លាក់កំហុសឲ្យខ្មែរដទៃទៀតឲ្យសំរងស៊ីទី4គេថាដកសញ្ជាតិខ្មែរពីជនជាតិខ្មែរទាំងឡាយណាដែលប្រមាថព្រះមហាក្សត្រមានទោសប្រមាថព្រះមហាក្សត្រហើយចុះចាំបាច់អីទៅចេញមុខជំនួសព្រះមហាក្សត្រព្រះមហាក្សត្រព្រះអង្គដែលមានបន្ទូលអីផងនោះបើយើងគោរពព្រះអង្គមែនទុកឲ្យព្រះអង្គសម្រេចបតីទៅកែរដ្ឋធម្មនុញ្ញទៅប្រាប់ថាឲ្យព្រះអង្គសម្រេចបតីដោយអង្គឯងថាព្រះអង្គប្រកាន់អ្នកនេះប្រកាន់អ្នកនោះឬក៏អត់ក្នុងទស្សនៈនេះទស្សនៈនោះរួចចាំបាច់អីទៅនិយាយជំនួសព្រះអង្គអាហ្នឹងមួយទៅហើយមួយវិញទៀតអ្នកណាអ្នកប្រមាថព្រះមហាក្សត្រគឺហ៊ុនសែនខ្លួនគាត់ហើយមិនមែនប្រមាថធម្មតាទេណាអារឿងប្រមាថផ្សេងម៉ែស្ដេចឪស្ដេចក៏គាត់មិនខ្លាចដែរអីខ្ញុំមិននិយាយខ្ញុំនិយាយរឿងប្រមាថមួយតែអាក្រក់បំផុតសម្រាប់ជាតិគឺប្រមាថរំលាយរាជបល្ល័ង្កបើមិនចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005កាត់ទឹកដីឲ្យវៀតណាមមកអានឹងមិនមែនជារឿងប្រមាថធម្មតាទេប្រមាថមហាក្សត្រផងចង់រំលាយរបបរាជានិយមចោលផងរួចហើយចេញពីមូលដ្ឋានហ្នឹងកាត់ទឹកដីខ្មែរឲ្យបរទេសទៅទៀតកំពូលមហាសែនខុសហើយណាហ៊ុនសែនខ្លួនគាត់ជាអ្នកធ្វើរួចចង់ទម្លាក់កំហុសហ្នឹងឲ្យសំរងស៊ីពីព្រោះហ៊ុនសែនធ្លាប់ចោទសំរងស៊ីថាប្រមាថព្រះមហាក្សត្រអារឿងពាក្យសម្ដីបងប្អូនរឿងត្រឹមតែពាក្យសម្ដីត្រឹមតែជាការបញ្ចេញទស្សនៈអានោះវាគ្រាន់តែជាការបង្ហាញថាគំនិតអ្នកនោះគិតយ៉ាងម៉េចប៉ុណ្ណោះគិតថាឲ្យតម្លៃឬមិនឲ្យតម្លៃប៉ុណ្ណោះណាឧទាហរណ៍ថាអ្នកណាម្នាក់រិះគន់ព្រះមហាក្សត្រអំពីស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្នវាគ្រាន់តែជាការវិតម្លៃថាតើព្រះមហាក្សត្របានបំពេញតួនាទីត្រឹមត្រូវឬមិនត្រឹមត្រូវប៉ុណ្ណោះហើយឲ្យតម្លៃឬមិនឲ្យតម្លៃប៉ុណ្ណោះឃើញទេរឿងទាំងអស់ហ្នឹងប្រសិនបើយើងដាក់ទោសយើងគួរតែប្រគល់ឲ្យព្រះមហាក្សត្រជាអ្នកសម្រេចបតីមិនគួរណាមានបុគ្គលផ្សេងមកធ្វើជំនួសព្រះអង្គទេប៉ុន្តែរឿងហ៊ុនសែនមិនមែនជារឿងមានទស្សនៈលើព្រះមហាក្សត្រទេគឺរឿងគម្រាមរំលាយរបបរាជានិយមបើមិនចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមកាត់ដីខ្មែរឲ្យបរទេសនេះរឿងហ៊ុនសែនជារឿងដ៏អាក្រក់បំផុតហើយប្រងទម្លាក់កំហុសឲ្យលើអ្នកដតីអានោះហ៊ុនសែនធ្វើខ្លួនឯងខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាហ៊ុនសែនធ្វើខ្លួនឯងរួចហើយទៅកែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរចង់ទម្លាក់កំហុសលើខ្មែរដតីចង់ទម្លាក់កំហុសលើសំរងស៊ីឃើញទេហ៊ុនសែនធ្វើខ្លួនឯងសោះទៅកែច្បាប់ដើម្បីទម្លាក់កំហុសលើអ្នកដតីទៅវិញមួយវិញទៀតទី5ដែលគេអាចដកសញ្ជាតិខ្មែរពីជនជាតិខ្មែរសម្រាប់ខ្មែរទាំងឡាយណាដែលគេចោទថាប្រព្រឹត្តអំពើភេរវកម្មអ្នកណាប្រព្រឹត្តអំពើភេរវកម្មអ្នកណាសំរងស៊ីអត់ដែលបង្កើតកម្លាំងប្រដាប់អាវុធទេគ្មាននរណាដែលរកឃើញថាសំរងស៊ីពាក់ព័ន្ធទៅនឹងការចាយលុយដើម្បីបង្កើតកម្លាំងប្រដាប់អាវុធឡើយតាក់ទងទៅនឹងរឿងកម្លាំងប្រដាប់អាវុធសំរងស៊ីគាត់គ្រាន់តែបាននិយាយអំពីការទទួលខុសត្រូវរបស់កងទ័ពនិយាយច្បាស់ណាសំរងស៊ីគាត់គ្រាន់តែបាននិយាយអំពីការទទួលខុសត្រូវរបស់កងទ័ពជាតិគាត់បាននិយាយថាកងទ័ពជាតិបងប្អូនជាអ្នកការពារជាតិបងប្អូនមិនអាចទទួលយកមេដឹកនាំដែលបំផ្លាញជាតិបានទេបងប្អូនត្រូវចេះសម្រេចចិត្តដើម្បីរើសមេដឹកនាំបដូរមេដឹកនាំណាបដូរមេដឹកនាំដែលបំផ្លាញជាតិរើសយកមេដឹកនាំដែលស្នេហាជាតិទស្សនៈរបស់សំរងស៊ីប្រាប់កងទ័ពឲ្យចេះទទួលខុសត្រូវហើយនោះគឺជាខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញខ្លឹមសារអំពីស្មារតីកងទ័ពតាមិនមែនទៅបង្កើតកម្លាំងប្រដាប់អាវុធធ្វើភេរវកម្មជាមួយនរណាទេប៉ុន្តែអ្នកណាជាអ្នកធ្វើភេរវកម្មបងប្អូនគឺហ៊ុនសែនខ្លួនគាត់
ជាអ្នកធ្វើភេរវកម្មសូម្បីតែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរនេះអាចរាប់ថាជាច្បាប់មួយសម្រាប់ធ្វើភេរវកម្មរដ្ឋដែរគឺហ៊ុនសែនជាអ្នកធ្វើភេរវកម្មរដ្ឋស្អីទៅអំពើភេរវកម្មអំពើភេរវកម្មគឺអំពើបន្លាចធ្វើឲ្យខ្លាចគំរាមកំហែងហើយហ៊ុនសែននិយាយឲ្យថាងើបមួយវាយមួយងើបមួយវាយមួយគេងើបអីគេងើបចង់បានប្រជាធិបតេយ្យវាយគេដែរគេងើបចង់បានគោរពសិទ្ធិមនុស្សវាយគេដែរគេងើបតវ៉ារកយុត្តិធម៌ដែលក្រុមហ៊ុនគ្រួសារគាត់រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋនោះវាយគេដែរគេងើបចង់ឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដារប្រជាធិបតេយ្យវាយគេដែរគេងើបដើម្បីតវ៉ារឿងទឹកដីព្រំដែនវាយគេដែរវាយគេហើយចាប់គេដាក់គុកពាក្យថាភេរវកម្មណាគឺជាអំពើបន្លាចហើយលោកហ៊ុនសែនបានប្រព្រឹត្តអំពើបន្លាចធ្វើឲ្យខ្លាចនៅក្នុងប្រទេសកម្ពុជាអញ្ចឹងអ្នកដែលត្រូវប្រឈមនឹងអំពើភេរវកម្មគឺលោកហ៊ុនសែនអ្នកដែលប្រឈមការចោទប្រកាន់នឹងអំពើភេរវកម្មដែលគេហៅថាភេរវកម្មរដ្ឋគឺលោកហ៊ុនសែនត្រង់ណាដែលហៅថាភេរវកម្មរដ្ឋគឺលោកហ៊ុនសែនប្រើឈ្មោះរដ្ឋស្អីក៏រដ្ឋដែរសន្តិសុខជាតិដើម្បីប្រជាពលរដ្ឋសុទ្ធតែរដ្ឋទាំងអស់ក៏ប៉ុន្តែបន្លាចនិងសម្លាប់បន្លាចចាត់ដាក់គុកនិងមានការសម្លាប់អាហ្នឹងប្រើឈ្មោះរដ្ឋទៅបន្លាចពលរដ្ឋធ្វើបាបពលរដ្ឋគំរាមកំហែងពលរដ្ឋឲ្យខ្លាចមិនហ៊ានតវ៉ាចង់បានយុត្តិធម៌និងប្រជាធិបតេយ្យរហូតដល់បន្លាចពលរដ្ឋមិនឲ្យតវ៉ារឿងព្រំដែនទៀតឃើញទេប្រើឈ្មោះរដ្ឋទៅបន្លាចពលរដ្ឋនិងធ្វើបាបពលរដ្ឋអាហ្នឹងគេហៅថាអំពើភេរវកម្មរដ្ឋលោកហ៊ុនសែនខ្លួនគាត់និយាយឲ្យច្បាស់ណាអាហ្នឹងគេហៅថាអំពើភេរវកម្មរដ្ឋលោកហ៊ុនសែនបានប្រព្រឹត្តអំពើភេរវកម្មរដ្ឋហ៊ុនសែនខ្លួនគាត់ជាអ្នកប្រព្រឹត្តអំពើភេរវកម្មរដ្ឋរួចហើយទៅកែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរដែលស្រឡាញ់រដ្ឋទៅវិញស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់ការគោរពសិទ្ធិមនុស្សស្រឡាញ់រដ្ឋហើយស្រឡាញ់ពលរដ្ឋហើយឃើញទេខ្លួនជាអ្នកធ្វើសោះហ៊ុនសែនហ្នឹងបែរទៅជាទម្លាក់កំហុសឲ្យអ្នកដទៃនេះខ្ញុំឆ្លុះបញ្ចាំងអំពីអត្ថន័យ5ដែលលោកហ៊ុនសែនប្រុងដកសញ្ជាតិខ្មែរពីជនជាតិខ្មែរដែលខ្ញុំបញ្ជាក់ពីខាងដើមថាវាជាគំរូអនុវត្តតាមល្បិចវៀតណាមឃើញទេខ្ញុំរំលឹកបងប្អូនម្ដងទៀតវៀតណាមសម្លាប់យុទ្ធជនពលីសំទោសយុទ្ធជនពិការរបស់ខ្លួនរងគ្រោះរបួសពិការក្នុងសង្គ្រាមរបស់ខ្លួនហើយគ្រាន់តែឲ្យយុទ្ធជនទាំងនោះពាក់សម្លៀកបំពាក់ទីហ៊ានខ្មែរក្រហមរួចហើយទម្លាក់កំហុសថាពួកមេដឹកនាំខ្មែរក្រហមជាអ្នកសម្លាប់ឲ្យអ្នកកាសែតវ៉ាសាវីទៅថតហើយចោទខ្មែរក្រហមថាធ្វើអក្រិតកម្មសង្គ្រាមចំណែកលោកហ៊ុនសែនខ្លួនឯងទេណាលេងល្បែងតាមល្បិចវៀតណាមល្បិចវៀតណាមយ៉ាងម៉េចគាត់ជាអ្នកធ្វើទាំងអស់ទោសទាំង5ដែលខ្ញុំនិយាយអំបញ្ញមិញណាទោសដែលត្រូវដកសញ្ជាតិទាំង5យ៉ាងដែលខ្ញុំនិយាយអំបញ្ញមិញហ្នឹងណាហ៊ុនសែនគាត់ប្រព្រឹត្តទាំងអស់ក៏ប៉ុន្តែបែរទៅជាកែច្បាប់សញ្ជាតិដកសញ្ជាតិខ្មែរពីជនជាតិខ្មែរដែលស្រឡាញ់ជាតិខ្មែរទៅវិញទម្លាក់កំហុសលើជនជាតិខ្មែរដែលស្រឡាញ់ជាតិខ្មែរនេះគំរូម្យ៉ាងទៀតគំរូទី4ខ្ញុំសូមនិយាយតែ4គំរូចុះមិនចង់និយាយច្រើនលើសពីនឹងទេអំពីការធ្វើច្បាប់ឬក៏កែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរអានេះគេហៅថាគំរូ Mafia ស្អីទៅគំរូ Mafia អ្វីដែលលោកហ៊ុនសែនធ្វើនេះណាកែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរណាគំរូទី4ដែលខ្ញុំចង់និយាយគឺលោកហ៊ុនសែនអនុវត្តតាមគំរូ Mafia រំលឹកម្ដងទៀតដល់បងប្អូនគំរូទី1គេហៅថាគំរូមួយបែបនៃប៉ុលពតហេតុអីបានជាខ្ញុំនិយាយថាគំរូមួយបែបនៃប៉ុលពតពីព្រោះប៉ុលពតសម្លាប់អ្នកដែលប្រឆាំងអង្គការអាហ្នឹងមួយបែបណាប៉ុន្តែប៉ុលពតស្រឡាញ់ទឹកដីជាតិយើងមិនអាចប្រៀបធៀបប៉ុលពតនិងហ៊ុនសែនដូចគ្នាទាំងស្រុងទេចំណុចខ្លះប៉ុលពតល្អជាងហ៊ុនសែនឆ្ងាយណាស់
Pol Pot សម្លាប់អ្នកទាំងឡាយណាដែលប្រឆាំងនឹងអំណាចរបស់គាត់ប៉ុន្តែ Pol Pot ក៏ស្រឡាញ់ទឹកដីជាតិដែររហូតទៅដល់ហ៊ានធ្វើសង្គ្រាមជាមួយវៀតណាមដើម្បីចង់បានកម្ពុជាក្រោមមកវិញទៅទៀតប៉ុន្តែលោកហ៊ុនសែនធ្វើបាបចាប់ដាក់គុកចុងក្រោយដកសញ្ជាតិខ្មែរពីជនជាតិខ្មែរទាំងឡាយណាដែលប្រឆាំងនឹងអំណាចផ្ដាច់ការរបស់ក្រុមគ្រួសារហ៊ុនហើយហ៊ុនសែនខ្លួនឯងនឹងសម្រួលគ្រប់បែបយ៉ាងដើម្បីកាត់ទឹកដីកម្ពុជាឲ្យបរទេសជិតខាងឲ្យជនជាតិបរទេសជិតខាងហូរចូលមកកម្ពុជាតាមរបៀបឈ្លានពានរបស់គេទៅទៀតឃើញទេឃើញខុសគ្នាអញ្ចឹងបានជាខ្ញុំមិននិយាយទាំងស្រុងថាជាគំរូប៉ុលពតទេជាគំរូមួយបែបនៃប៉ុលពតចង់និយាយថាគំរូសម្លាប់គំរូធ្វើបាបអ្នកប្រឆាំងនឹងអំណាចរបស់ខ្លួនប៉ុន្តែរឿងផ្សេងទៀតអន់ជាងប៉ុលពតឆ្ងាយណាស់ទី2ខ្ញុំចង់និយាយថាជាគំរូបែបកូរ៉េខាងជើងពីព្រោះកូរ៉េខាងជើងគេធ្វើច្បាប់តែពីរទេច្បាប់ការពារអំណាចផ្ដាច់ការរបស់ត្រកូលគីមជុងអ៊ុនហើយនឹងលើកដំកើងត្រកូលគីមជុងអ៊ុនហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតកំពុងតែធ្វើគ្រប់យ៉ាងក្នុងគំរូនឹងដែរនិងគំរូទី3ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាគំរូនៃល្បិចវៀតណាមល្បិចវៀតណាមក្នុងសង្គ្រាមជាមួយប៉ុលពតយុទ្ធជនពិការរបួសធ្ងន់របស់វៀតណាមត្រូវពួកវៀតណាមសម្លាប់មុននឹងសម្លាប់ឲ្យពាក់ឯកសណ្ឋានទាហានប៉ុលពតដើម្បីទម្លាក់កំហុសលើមេដឹកនាំខ្មែរក្រហមថាមេដឹកនាំខ្មែរក្រហមជាអ្នកសម្លាប់ទាហានទាំងនោះឃើញទេអានេះជាគំរូអាក្រក់ណាស់ហើយគំរូទី4គឺគំរូគេហៅថាគំរូmafia ខ្ញុំសូមរំលឹកបន្តិចសូមរំលឹកជូនបងប្អូនថាអ្វីដែលខ្ញុំជម្រាបជូនបងប្អូននេះគឺដើម្បីឲ្យបងប្អូនពិចារណាឲ្យច្បាស់អំពីការដឹកនាំរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនការដឹកនាំរបស់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនគឺទម្លាក់កំហុសឲ្យអ្នកដទៃរបៀបហ្នឹងឥឡូវខ្ញុំនិយាយអំពីគំរូរបស់លោកហ៊ុនសែនក្នុងការកែច្បាប់នេះគំរូទី4គេហៅថាគំរូ mafia ស្អីទៅគំរូ mafia គំរូ mafia ហ្នឹងគឺចង់បង្ហាញថាលោកហ៊ុនសែនគាត់ធ្វើអ្វីដើម្បីតែមកឈ្នះពីព្រោះពួក mafia ធ្វើគ្រប់យ៉ាងដើម្បីឈ្នះឲ្យតែឈ្នះដោយមិនខ្វល់ថារឿងនោះវាបំផ្លាញជាតិប៉ុណ្ណារឿងនោះវាបំផ្លាញមនុស្សល្អប៉ុណ្ណាទេទោះបីបំផ្លាញជាតិនិងបំផ្លាញមនុស្សល្អយ៉ាងណាក៏ដោយក៏លោកហ៊ុនសែនធ្វើដែរនេះជារឿងមួយដែលយើងត្រូវពិនិត្យឲ្យមែនទេណាគេហៅថាគំរូបែប mafia នៅត្រង់ណាខ្ញុំលើកចំណុចខ្លះដែលបញ្ជាក់ថាជាគំរូបែប mafia ចំណុច1បងប្អូនចាំបានទេបាតុកម្មដុតទូតថៃឆ្នាំ2003បាតុកម្មដុតទូតថៃនោះអ្នកណាក៏ដឹងថាលោកហ៊ុនសែនគឺជាអ្នកបញ្ឆេះបាតុកម្មក៏ប៉ុន្តែមានព័ត៌មានច្បាស់ការមួយគេហៅថាព័ត៌មាន
ច្បាស់ការពីភ្នាក់ងាររបស់អង្គការសហប្រជាជាតិលោកហ៊ុនសែនប្រុងប្រើវិធីនៃបាតុកម្មមកចោតប្រកាន់ទម្លាក់កំហុសលើលោកសំរងស៊ីប្រុងចាប់លោកសំរងស៊ីនៅពេលនោះណាក៏ប៉ុន្តែហេតុអ្វីបានជាចាប់លោកសំរងស៊ីមិនបានពីព្រោះពេលនោះភ្នាក់ងារអង្គការសហប្រជាជាតិ UNHCR ធ្វើការងារសកម្មដើម្បីការពារកុំអីលោកហ៊ុនសែនចោតប្រកាន់ទម្លាក់កំហុសចាប់សំរងស៊ីនៅពេលនោះបាត់ហើយប៉ុន្តែអ្នកណាក៏ដឹងដែរថាអបាតុកម្មដុតទូតថៃនិងសាជីវកម្មថៃឆ្នាំ2003នោះអ្នកដែលនៅពីក្រោយគឺហ៊ុនសែននិងវៀតណាមមិនមែនសំរងស៊ីទេប៉ុន្តែចង់ទម្លាក់កំហុសលើលោកសំរងស៊ីអាហ្នឹងគេថាល្បិចម៉ាហ្វៀឃើញទេល្បិចម៉ាហ្វៀបង្កើតព្រឹត្តិការណ៍ធ្វើគ្រប់បែបយ៉ាងដើម្បីកម្ចាត់អ្នកដែលមិនដឹងអីអ្នកដែលមិនពាក់ព័ន្ធល្បិចម៉ាហ្វៀមួយទៀតបងប្អូនឧទាហរណ៍ក្នុងពេលដែលលោកហ៊ុនសែនរៀបចំឲ្យមានការផ្ទុះសង្គ្រាមឆ្នាំ2008 2011ដឹងលោកហ៊ុនសែនគាត់ប្រុងធ្វើអីហ៎ចាប់ផ្ដើមគាត់រំលាយឬក៏គាត់ចាប់ហែកគណៈបកហ្វុនស៊ិនពេជ្រជាពីរសិនហើយខ្ញុំបានរំលឹកអំបញ្ញមិញហើយចាប់ហែកគណៈបកហ្វុនស៊ិនពេជ្រជាពីររួចហើយកែច្បាប់គេហៅថាកែច្បាប់មិនមែនកែច្បាប់ទេធ្វើច្បាប់ឯកពន្ធភាពដើម្បីកម្ចាត់សម្ដេចក្រមព្រះនរោត្តមរណរដ្ឋនៅពេលនោះហើយច្បាប់ឯកពន្ធភាពនោះខ្ញុំសូមបញ្ជាក់ជូនបងប្អូនម្ដងទៀតប្រសិនបើខ្ញុំរំលឹកខុសអាចឆ្នាំ2006ឬឆ្នាំ2016មិនមែន16ដូចជាឆ្នាំ2006ប្រសិនបើខ្ញុំរំលឹកខុសពីខាងដើមសូមកែផងសូមអធិស្ឋានណារហូតទៅដល់ធ្វើច្បាប់ឯកពន្ធភាពដើម្បីកំទេចសម្ដេចក្រមព្រះនរោត្តមរណរដ្ឋហើយខ្ទប់លោកសំរងស៊ីមិនឲ្យចូលប្រទេសកម្ពុជាទេឃើញទេខ្ទប់លោកសំរងស៊ីជាប់មុនពេលដែលគាត់ប្រុងរៀបធ្វើសង្គ្រាម2008ដល់2011នោះមានន័យថាម៉េចនោះមានន័យថាអ្វីដែលលោកហ៊ុនសែនធ្វើណាគាត់រហូតទៅដល់ញុះញង់ប្រជាពលរដ្ឋនៅពេលនោះញុះញង់ថាអាលបែងសង្គ្រាមនឹងជាលបែងដែលពួកអ្នកផ្សេងចង់បង្កើតឡើងឲ្យរដ្ឋាភិបាលរបស់គាត់មានបញ្ហាជាមួយថៃដើម្បីគេឆ្លៀតយកអំណាចពីរដ្ឋាភិបាលគាត់តែពិតមែនទេគឺលោកហ៊ុនសែនខ្លួនឯងហើយនៅពេលនោះប្រុងរកវិធីកម្ចាត់ទាំងលោកសំរងស៊ីទាំងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋដោយចោទប្រកាន់ភ្ជាប់ទៅនឹងការផ្ទុះសង្គ្រាមឆ្នាំ2008 2011ទៀតឃើញទេអានោះមានន័យថាម៉េចមានន័យថាលោកហ៊ុនសែនហ្នឹងការប្រើចរិតរបស់គាត់ដូចពួកម៉ាហ្វៀអញ្ចឹងជារបៀបម៉ាហ្វៀមួយបែបទម្លាក់កំហុសលើអ្នកដទៃដើម្បីតែឈ្នះរកវិធីដើម្បីតែមកឈ្នះទេចង់ឲ្យវិធីនឹងធ្វើបាបជាតិប៉ុណ្ណាក៏ដោយចង់ឲ្យវិធីនឹងធ្វើបាបមនុស្សល្អយ៉ាងម៉េចក៏ដោយគាត់អត់ក្រែងរកឯងទេធ្វើម៉េចឲ្យតែគាត់ឈ្នះហើយបងប្អូនទៅស្រាវជ្រាវមើលមុនព្រឹត្តិការណ៍2008ដល់2011ហៅសង្គ្រាមរប៉េះរប៉ោះរវាងរដ្ឋាភិបាលលោកហ៊ុនសែននិងថៃនៅពេលនោះគឺកើតមានរឿងទាំងអស់ហ្នឹងអាហ្នឹងគេហៅថាធ្វើម៉េចឲ្យតែឈ្នះគូប្រជែងរបស់ខ្លួនហើយព្យាយាមទម្លាក់កំហុសលើអ្នកដទៃបងប្អូនមើលមួយទៀតបងប្អូននៅជុំវិញពិភពលោកបងប្អូននៅជុំវិញពិភពលោកបងប្អូនពិចារណារឿងមួយបងប្អូននៅជុំវិញពិភពលោកដឹងហើយឆ្នាំ2024ខែកក្កដាលោកហ៊ុនសែនគាត់បានប្រកាសដាក់ខេត្តព្រះវិហារមួយទៅក្នុងគម្រោងគេហៅថាតំបន់ត្រីកោណអភិវឌ្ឍ CLVDTA បងប្អូនចាំទេរឿង CLVDTA គឺខែកក្កដាឆ្នាំ2024តាមខ្ញុំចាំគឺថ្ងៃទី23លោកហ៊ុនសែនប្រកាសដាក់ខេត្តព្រះវិហារមួយទៀតស្រាប់តែខែសីហាឆ្នាំ2024មានប្រជាពលរដ្ឋនៅជុំវិញពិភពលោក
ប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកបងប្អូនច្រើនណាប្រជាពលរដ្ឋខ្មែរទាមទារឲ្យដកគម្រោង CLVDTA ដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍបងប្អូនចាំច្បាស់ណាស់រឿងហ្នឹងព្រោះបងប្អូនធ្វើមែនទេបងប្អូនធ្វើសកម្មភាពច្រើនជាងខ្ញុំទៀតបងប្អូនចាំច្បាស់មានរឿងអីនៅពេលនោះគឺលោកហ៊ុនសែនស្រាប់តែនៅក្នុងខែកញ្ញាសីហាមកកញ្ញាមិនដល់មួយខែផងបានប្រកាសធ្វើច្បាប់គេហៅថាដាក់មនុស្សមួយក្រុមជាក្រុមភេរវកម្មឃើញទេបងប្អូនរឿងទឹកដីជាតិសោះលោកហ៊ុនសែនអត់ព្រមគិតរឿងទឹកដីជាតិមែនទេនេះយកអារឿងទឹកដីជាតិហ្នឹងមកធ្វើអីមកចង់កែច្បាប់មកចង់ធ្វើច្បាប់ដើម្បីកំទេចអ្នកដទៃនិយាយរួមឲ្យតែបានឈ្នះសំរាំងស៊ីនិយាយរួមឲ្យតែបានឈ្នះខ្មែរដែលស្រឡាញ់ប្រជាធិបតេយ្យហ៊ុនសែនធ្វើទាំងអស់ឃើញទេប៉ុន្តែអាការធ្វើច្បាប់ដាក់មនុស្សមួយក្រុមជាក្រុមភេរវកម្មហ្នឹងណាអាការធ្វើច្បាប់បែបហ្នឹងណាគឺវាខកខានទៅវិញដោយសារតែលោកហ៊ុនសែនចាញ់ការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរដកគម្រោងដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍនោះទើបគាត់ផ្អាប់ចោលប៉ុន្តែលោកហ៊ុនសែននៅចិញ្ចឹមចិត្តរហូតក្នុងការធ្វើច្បាប់ហ្នឹងនៅចិញ្ចឹមចិត្តរហូតពីព្រោះមកដល់ថ្ងៃ7មករា2025ទៅហើយនៅក្នុងពិធីមួយនៅទីក្រុងភ្នំពេញគឺពិធី7មករារបស់ពួកគាត់នៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែននៅតែប្រកាសអំពីការធ្វើច្បាប់ដាក់មនុស្សមួយក្រុមនៅក្នុងក្រុមភេរវកម្មដកដែរទៀតណាកុំភ្លេចទេបងប្អូននៅក្នុងក្រុមភេរវកម្មដកដែរទេហើយមកដល់ពេលនេះលោកហ៊ុនសែនអត់ទាន់បង្ហាញសញ្ញាថាទម្លាក់ច្បាប់នឹងចោលឡើយឃើញទេខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាទោះបីជាមានរឿងអីយើងប្រឈមនឹងបរទេសជិតខាងយ៉ាងណាក៏ដោយហ៊ុនសែនគាត់មិនដែលភ្លេចធ្វើរឿងមួយគឺកំចាត់ខ្មែរគ្នាឯងធ្វើបាបខ្មែរគ្នាឯងជាពិសេសបំណងធំបំផុតចុងក្រោយគឺកំទេចលោកសំរងស៊ីហើយបងប្អូនឃើញចុងក្រោយឆ្នាំ2025ហ្នឹងថ្មីហ្នឹងយើងមានសង្គ្រាមជាមួយថៃឥឡូវខ្ញុំមិនទាន់និយាយអំពីសង្គ្រាមអីហ្នឹងទេថាថៃកំពុងឈ្លានពានចូលមកពេលដែលថៃឈ្លានពានចូលមកអត់ព្រមទៅការពារទឹកដីទេនាំគ្នាដកប្រជាកងទ័ពឲ្យដកឲ្យថៃចូលយកទឹកដីហើយនៅក្នុងផ្ទៃក្នុងជាតិលោកហ៊ុនសែនបែរទៅជាកែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរឃើញទេអាចរិតដកសញ្ជាតិខ្មែរពីជនជាតិខ្មែរនេះគឺធ្វើមិនដើម្បីតែឈ្នះខ្មែរគ្នាឯងធ្វើមិនដើម្បីតែឈ្នះអ្នកប្រជាធិបតេយ្យធ្វើមិនដើម្បីតែឈ្នះអ្នកស្រឡាញ់ជាតិអាហ្នឹងគេហៅថាគំរូម៉ាហ្វីយ៉ាគំរូបងធំម៉ាហ្វីយ៉ាគំរូទាំង4ហ្នឹងគឺគំរូទាំង4ហ្នឹងបងប្អូនខ្ញុំសូមកែនៅអាគំរូទី2បន្តិចខ្ញុំនិយាយអំពីគំរូវៀតណាមហ្នឹងជាប្រវត្តិសាស្ត្រខ្ញុំនិយាយមានការភ័ន្តច្រឡំបន្តិចណាវៀតណាមធ្វើបាបទាហានខ្មែរក្រហមចេះទេវៀតណាមធ្វើបាបទាហានខ្មែរក្រហមទេអាការដែលវៀតណាមធ្វើអាហ្នឹងចំណុចទី1ដែលខ្ញុំនិយាយនោះគឺខ្ញុំបានបញ្ជាក់រួចហើយប៉ុន្តែខ្ញុំសូមបញ្ជាក់មួយចំណុចទៀតនៃគំរូធ្វើបាបទាហានខ្មែរក្រហមរបស់វៀតណាមដែលខ្ញុំនិយាយមិនអស់គឺនៅត្រង់ថានៅពេលដែលវៀតណាមចាប់ទាហានខ្មែរក្រហមបានអាហ្នឹងគេថាគំរូទម្លាក់កំហុសឲ្យមេដឹកនាំខ្មែរក្រហមមួយទៀតណាពេលដែលវៀតណាមចាប់ទាហានខ្មែរក្រហមបានវៀតណាមឲ្យទាហានខ្មែរក្រហមទាំងនោះពាក់ឯកសណ្ឋានជាវៀតណាមជាឯកសណ្ឋានទាហានវៀតណាមអានឹងគំរូមួយទៀតដែលវៀតណាមលេងល្បិចធ្វើឲ្យពាក់ឯកសណ្ឋានជាវៀតណាមពេលដែលចាប់ទាហានខ្មែរក្រហមបានទាហានខ្មែរក្រហមរបួសក៏ដោយពិការក៏ដោយឬក៏មិនរបួសក៏ដោយមិនពិការក៏ដោយជាពិសេសចាប់បានពេលដល់អត់របួសអត់ពិការណាទាហានខ្មែរក្រហមពេលដែលវៀតណាមចាប់បានណាដល់ចាប់បានហើយគេឲ្យពាក់ឯកសណ្ឋានជាវៀតណាម
ដល់គេឲ្យពាក់ឯកសារឋានជាវៀតណាមហើយគេសម្លាប់ទាហានខ្មែរក្រហមចោលដល់តែសម្លាប់ទាហានខ្មែរក្រហមចោលហើយគេឲ្យអ្នកកាសែត Block Wasavi នឹងទៅថតគេថាមេដឹកនាំខ្មែរក្រហមហ្នឹងសម្លាប់ឆ្លើយសឹកគឺសម្លាប់ទាហានវៀតណាមដែលខ្មែរក្រហមចាប់បានកាលណាសម្លាប់ឆ្លើយសឹកគឺជាអក្រិតកម្មសង្គ្រាមណាអ្នកឃើញទេឃើញល្បិចរបស់វៀតណាមទេទម្លាក់កំហុសឲ្យមេដឹកនាំខ្មែរក្រហមអានឹងហើយដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាល្បិចដែលលោកហ៊ុនសែនធ្វើរឿងធ្វើច្បាប់ឬក៏កែច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរនេះទី1មួយផ្នែកធ្វើតាមខ្មែរក្រហមទី2មួយផ្នែកវាជាគំរូកូរ៉េខាងជើងមួយទៀតមួយផ្នែកវាជាគំរូអនុវត្តតាមល្បិចវៀតណាមល្បិចអក្រិតកម្មសង្គ្រាមទម្លាក់កំហុសឲ្យមេដឹកនាំខ្មែរក្រហមហើយមួយទៀតគេហៅថាគំរូរបស់ពួកម៉ាហ្វៀខ្ញុំសូមបញ្ចប់ប្រធានបទហ្នឹងតែប៉ុណ្ណឹងហើយបងប្អូនអាចមានយោបល់នៅលើទស្សនវិជ្ជាគំនិតយោបល់ដែលបងប្អូនអាចមានព័ត៌មានបន្ថែមជូនដល់ខ្ញុំដែរឲ្យដល់ខ្ញុំដែរដើម្បីយើងសិក្សារួមគ្នាជាបន្តទៀតហើយបងប្អូននេះគឺជាអ្វីដែលយើងត្រូវពិចារណាណាពិចារណាឲ្យមែនទែនចំណុចមួយទៀតចំណុចសំខាន់មែនទែនដែលថ្មីនេះជាប្រធានបទបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានការចាប់អារម្មណ៍ប្រធានបទទី2ចូលដល់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខុសច្បាប់ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីស្របច្បាប់នៅថៃលោកអនុទីនបងប្អូនឆ្ងល់ថាម៉េចបានហៅលោកហ៊ុនសែននាយកសំទោសមិនមែនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រធានបទទី2គឺលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខុសច្បាប់នៅកម្ពុជាផ្ញើសារលិខិតទៅនាយករដ្ឋមន្ត្រីស្របច្បាប់លោកអនុទីននៅប្រទេសថៃបងប្អូនហេតុអីបានជានិយាយថាលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខុសច្បាប់នៅកម្ពុជាណាដើម្បីឲ្យคล้ายទៅជានាយករដ្ឋមន្ត្រីស្របច្បាប់ត្រូវបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឲ្យមានសភាស្របច្បាប់តើតែមានសភាស្របច្បាប់សភានោះជាអ្នកផ្ដល់ការអនុម័តលើនាយករដ្ឋមន្ត្រីរដ្ឋាភិបាលថ្មីនោះសមាជិកភាពរដ្ឋាភិបាលថ្មីទៅរដ្ឋាភិបាលនោះជារដ្ឋាភិបាលស្របច្បាប់បើកាលណាការបោះឆ្នោតនោះវាមិនស្របច្បាប់ហើយសភាក៏មិនស្របច្បាប់រដ្ឋាភិបាលដែលកើតចេញពីសភាមិនស្របច្បាប់គឺអត់ស្របច្បាប់ហើយចំណុចដែលសំខាន់គឺត្រូវតែមានការបោះឆ្នោតឲ្យត្រឹមត្រូវនិងយុត្តិធម៌បានមានសភាស្របច្បាប់មានសភាស្របច្បាប់ទើបមានរដ្ឋាភិបាលស្របច្បាប់ពីព្រោះនៅកម្ពុជារដ្ឋាភិបាលកើតពីសភាកាលណាសភាខុសច្បាប់ហើយមិនដឹងបង្កើតរដ្ឋាភិបាលយ៉ាងម៉េចឲ្យស្របច្បាប់កើតទេប៉ុន្តែនៅថៃលោកអនុទីននៅថៃគណៈបកគាត់មិនឈ្នះឆ្នោតទេណាប៉ុន្តែគាត់ជានាយករដ្ឋមន្ត្រីស្របច្បាប់នៅត្រង់ណានៅត្រង់ថាទី1ការបោះឆ្នោតនៅថៃជាការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌អញ្ចឹងជាការបោះឆ្នោតស្របច្បាប់ការបោះឆ្នោតស្របច្បាប់សភាដែលកើតពីការបោះឆ្នោតជាសភាស្របច្បាប់សភាស្របច្បាប់គឺបង្កើតរដ្ឋាភិបាលស្របច្បាប់បានហើយបងប្អូននិយាយថាចុះលោកអនុទីននោះគណៈបកគាត់មិនមែនឈ្នះឆ្នោតទី1ណាច្បាប់នៅថៃខុសពីកម្ពុជាច្បាប់នៅកម្ពុជាទាល់តែគណៈបកឈ្នះឆ្នោតទី1ទើបអាចផ្គូផ្គងបង្កើតរដ្ឋាភិបាលបានច្បាប់នៅថៃមិនចុះទេគណៈបកណាក៏ដោយឲ្យតែមានកៅអីនៅក្នុងសភាសុទ្ធតែមានលទ្ធភាពផ្គូផ្គងបង្កើតរដ្ឋាភិបាលនឹងសមាជិកសភាពីគណៈបកនោះធ្វើជានាយករដ្ឋមន្ត្រីបានគណៈបកណាក៏ដោយ
ឲ្យតែមានសមាជិកភាពនៅក្នុងសភាទោះទី1ទី2ទី3ទី4ក៏ដោយមិនចាំបាច់តែទី1ទេឲ្យតែគណៈបកនោះអាចទៅបញ្ចុះបញ្ចូលគណៈបកផ្សេងហើយនឹងសមាជិកព្រឹទ្ធសភាឲ្យបោះឆ្នោតឲ្យខ្លួនមានសម្លេងលើសពី 50% គឺคล้ายទៅជានាយករដ្ឋមន្ត្រីបានហើយអញ្ចឹងលោកអនុទានទោះបីជាគណៈបកគាត់ជាប់លំដាប់ទីប្រមាណក៏ដោយដូចជាទី3ហ៎គាត់អាចបញ្ចុះបញ្ចូលគណៈបកផ្សេងទៀតឲ្យបោះឆ្នោតឲ្យគាត់អញ្ចឹងគាត់បានសម្លេងច្រើនជាងគេនៅក្នុងសភាក្នុងការទៅធ្វើជានាយករដ្ឋមន្ត្រីគាត់ជានាយករដ្ឋមន្ត្រីស្របច្បាប់ហើយឃើញទេនៅថៃគេបោះឆ្នោតត្រឹមត្រូវស្របច្បាប់សភាស្របច្បាប់ហើយលោកអនុទានគាត់បានបញ្ចុះបញ្ចូលបកផ្សេងទៀតឲ្យគ្រប់គ្រងគាត់ដើម្បីបោះឆ្នោតឲ្យគាត់ជានាយករដ្ឋមន្ត្រីគឺគាត់ជានាយករដ្ឋមន្ត្រីស្របច្បាប់ហើយដោយផែថងឋានអញ្ចឹងគណៈបកផែថងឋានមិនឈ្នះឆ្នោតលំដាប់ទី1ណាប៉ុន្តែអាចបញ្ចុះបញ្ចូលគណៈបកផ្សេងទៀតឲ្យបោះឆ្នោតឲ្យគាត់ដល់ពេលគណៈបកលំដាប់ទី1លោកភិតថាគាត់មិនអាចបញ្ចុះបញ្ចូលគណៈបកផ្សេងបានទោះបីគាត់ទី1ក៏ដោយបញ្ចុះបញ្ចូលគណៈបកផ្សេងឲ្យគ្រប់សម្លេងលើសពី 50% នៅក្នុងសភាបានអញ្ចឹងគាត់មិនអាចក្លាយទៅជានាយករដ្ឋមន្ត្រីទេឃើញទេដូច្នេះទៅខ្ញុំសន្និដ្ឋានច្បាស់អាហ្នឹងមិនមែនជាការសន្និដ្ឋានអីតាមទស្សនៈទេគឺការពិតតាមច្បាប់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខុសច្បាប់នៅកម្ពុជាផ្ញើសារលិខិតទៅលោកអនុទាននាយករដ្ឋមន្ត្រីស្របច្បាប់នៅប្រទេសថៃក្នុងលិខិតរបស់លោកហ៊ុនម៉ាណែតមានតែ4វគ្គទេវគ្គទី1គេហៅថាក្បាលលិខិតអបអរសាទរនិងសរសើរលោកអនុទានអានោះវាជារឿងធម្មតាហើយខ្ញុំនិយាយវគ្គទី4ចុងក្រោយចុះជូនពរលោកអនុទាននោះក៏វាជារឿងធម្មតានៅក្នុងក្របខ័ណ្ឌនៃការសរសេរលិខិតប៉ុន្តែរឿងសំខាន់គឺនៅកណ្ដាលលិខិតលោកហ៊ុនម៉ាណែតចង់បានអីដើម្បីដឹងថាលោកហ៊ុនម៉ាណែតចង់បានអីមើលវគ្គ2និងវគ្គ3ក្នុងវគ្គ2លោកហ៊ុនម៉ាណែតបង្ហាញអំពីបំណងនៃការស្ថាបនាសហប្រតិបត្តិការនិងចែករំលែកខ្លឹមសារទំនាក់ទំនងកម្ពុជាថៃឡើងវិញបង្ហាញពីបំណងធ្វើកិច្ចសហប្រតិបត្តិការល្អវគ្គទី2នេះក៏អត់មានអីខុសដែររឿងដែលត្រូវយើងត្រូវនិយាយថាត្រូវប៉ុន្តែវានៅរឿងក្នុងវគ្គទី3ជារឿងចម្លែកដល់ត្រង់ណាលោកហ៊ុនម៉ាណែតនៅក្នុងវគ្គទី3បង្ហាញអំពីបំណងដោះស្រាយបញ្ហាជាមួយថៃទ្វេភាគីទាំងអស់ចំនួនព្រំដែនក៏ជាមួយថៃទ្វេភាគីរឿងអីក៏ទ្វេភាគីដែរជាពិសេសបញ្ហាទឹកដីព្រំដែនលោកហ៊ុនម៉ាណែតបានបដូរជំហរខុសពីមុនមិនដឹងថាជំហរខុសពីមុនហ្នឹងសំទោសមិនដឹងថាពីមុនជំហរពីមុននិងជំហរឥឡូវដូចគ្នាដោយសារតែពីមុននិយាយឲ្យតែប្រជាពលរដ្ឋខ្មែរសប្បាយចិត្តហើយឥឡូវហ្នឹងនិយាយជំហរពិតឬក៏យ៉ាងណាឬក៏ជំហរគាត់ពីមុនវាច្បាស់ចង់ប្តឹងទៅតុលាការអន្តរជាតិប៉ុន្តែជំហរឥឡូវទម្លាក់ចោលហើយមានន័យច្បាស់ថាវគ្គទី3លោកហ៊ុនម៉ាណែតចង់ដោះស្រាយបញ្ហាទឹកដីព្រំដែនទ្វេភាគីជាមួយថៃលែងមានហើយនៅការសន្យាជាមួយប្រជាពលរដ្ឋខ្មែរក្នុងការរុញទៅតុលាការយុត្តិធម៌អន្តរជាតិក៏គ្មានដែរក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគ្មានទេគឺទ្វេភាគីហើយកាលណាទ្វេភាគីខ្ញុំបាននិយាយច្រើនដងហើយបងប្អូនខ្ញុំមិននិយាយច្រើនទៀតទេទ្វេភាគីគឺវានឹងមានអនុសារណៈថ្មីវានឹងមានកិច្ចព្រមព្រៀងថ្មីតាមថៃចង់បានហើយបដិសេធនៅលិខិតស្នាមឯកសារខុសច្បាប់ពីមុនសំទោសឯកសារស្របច្បាប់ពីមុនជាមួយថៃទាំងអស់រួចហើយបង្កើតនៅក្របខ័ណ្ឌថ្មីនោះគ្មានអីក្រៅតែពីធ្វើតាមថៃនិងសម្រួលកាត់ទឹកដីខ្មែរកាត់ទឹកដីនៃប្រទេសកម្ពុជាឲ្យថៃដោយដែលរដ្ឋាភិបាលលោកហ៊ុនសែនសម្រួលកាត់ទឹកដីកម្ពុជាឲ្យវៀតណាមអញ្ចឹងទ្វេភាគីទាំងអស់បងប្អូនគិតមើលទៅមើលបងប្អូនគិតមួយចំណុចទៅច្បាស់ទ្វេភាគីមុនសង្គ្រាមផងទ្វេភាគីនៅពេលដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហ៊ាននិយាយខ្លាំងជាមួយថៃផងនៅថៃគ្រប់គ្រងកោះកុដនៅថៃគ្រប់គ្រងដែនសមុទ្រ
នៅថៃគ្រប់គ្រងប្រាសាទតំន់តូចនៅថៃគ្រប់គ្រងពាក់កណ្ដាលលើប្រាសាទតាក្របីនៅថៃគ្រប់គ្រងពាក់កណ្ដាលលើប្រាសាទតំន់ធំនៅថៃគ្រប់គ្រងតំបន់ជាច្រើនទៀតរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអត់និយាយទេអានោះជាក់ស្ដែងហ្មងអានោះជាក់ស្ដែងអានោះទ្វេភាគីនៅមុនពេលដែលមានបញ្ហាហើយទាំងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនិយាយមាត់ធំជាមួយថៃផងចុះឥឡូវទ្វេភាគីនៅពេលដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រកាសចាញ់សង្គ្រាមទៅហើយបងប្អូនកុំភ្លេចហ៊ុនសែននិងហ៊ុនម៉ាណែតប្រកាសចាញ់សង្គ្រាមហើយលក្ខខណ្ឌនៃការប្រកាសចាញ់សង្គ្រាមនោះមានន័យថាសម្រួលតាមអ្នកឈ្នះសង្គ្រាមអានឹងក្រឹតក្រមសង្គ្រាមហ្មងកាលណាប្រកាសថាចាញ់សង្គ្រាមគឺសម្រួលតាមអ្នកឈ្នះសង្គ្រាមហើយកន្លែងណាដែលថាហ៊ុនសែនហ៊ុនម៉ាណែតប្រកាសចាញ់សង្គ្រាមនៅត្រង់ថាអត់ទាន់បាននិយាយអីទាំងអស់ហ៊ុនសែននិងហ៊ុនម៉ាណែតនិយាយពីការចរចាសុំគេចរចាអានោះហើយដែលប្រកាសថាចាញ់សង្គ្រាមសុំគេចរចាឲ្យដកទ័ពខុសពីលក្ខខណ្ឌកិច្ចព្រមព្រៀងឈប់បាញ់ឬបាត់ឈប់បាញ់ដែលលោកដូណាល់ត្រាំជួយដកទ័ពចេញពីសមរភូមិជាច្រើនដែលកងទ័ពខ្មែរយើងបានត្រួតត្រានោះណាប្រកាសចរចាប្រកាសសុំបើកព្រំដែនហើយដកទ័ពនោះមានន័យថាប្រកាសចាញ់សង្គ្រាមកាលណាប្រកាសចាញ់សង្គ្រាមខ្ញុំសូមរំលឹកបងប្អូនម្ដងទៀតភាគីណាមួយក៏ដោយកាលណាប្រកាសថាខ្លួនចាញ់សង្គ្រាមហើយមានន័យថាសម្របតាមគេធ្វើតាមគេហើយធ្វើរបៀបមិនតាមគេនោះដកទ័ពឲ្យគេយកបលាលួសមកពាត់បន្ទាប់ពីគេយកបលាលួសមកពាត់ហើយកងទ័ពគេនឹងឈរជើងនៅលើទឹកដីនៃប្រទេសកម្ពុជាជាច្រើនតំបន់គេឈរជើងហើយអ្វីដែលក្រុមលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតធ្វើគឺមានតែសម្រួលឲ្យគេតែប៉ុណ្ណោះអាហ្នឹងគឺអ្នកចាញ់សង្គ្រាមធ្វើអញ្ចឹងសម្រួលឲ្យគេហើយលក្ខខណ្ឌនៅក្នុងលិខិតរបស់លោកហ៊ុនម៉ាណែតនិយាយច្បាស់គាត់ចង់និយាយទ្វេភាគីដោះស្រាយបញ្ហាទ្វេភាគីគាត់អត់និយាយអំពីការដែលត្រូវប្រើយន្តការអន្តរជាតិដូចពីមុនទេពីមុនគាត់ធ្លាប់សរសេរលិខិតទៅនាយករដ្ឋមន្ត្រីថៃក្រុមការងារពិសេសរបស់គាត់ធ្លាប់សរសេរលិខិតទៅភាគីថៃថាយកសំណុំរឿងទៅដោះស្រាយបញ្ហានៅ ICJ នោះប៉ុន្តែឥឡូវអត់មានទេគាត់និយាយអំពីការដោះស្រាយទ្វេភាគីអត់ប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីពាក្យថាអត់ប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានន័យពីរណាបងប្អូនន័យទី1មិនចាំបាច់ត្រូវការបារាំងមិនចាំបាច់ត្រូវការអង្គការសហជីវជាតិមកជួយទេគឺថៃនិងកម្ពុជាធ្វើតែបច្ចេកទេសក្រុមការងាររបស់គេទ្វេភាគីហ្នឹងកាត់ឲ្យថៃហើយអាហ្នឹងន័យទី1ន័យទី2មិនស្ដារប្រជាធិបតេយ្យកាលណាមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានន័យពីរហ្នឹងហើយមួយទៀតបញ្ជាក់ច្បាស់ណាស់ថាមិនប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិទេគឺលិខិតរបស់នាយករដ្ឋមន្ត្រីខុសច្បាប់ហ៊ុនម៉ាណែតនៅប្រទេសកម្ពុជាផ្ញើទៅឲ្យលោកអនុទីននាយករដ្ឋមន្ត្រីស្របច្បាប់នៅប្រទេសថៃបងប្អូនអានឹងប្រធានបទទី2ប្រធានបទទី2នេះខ្ញុំសូមរំលឹកបងប្អូនតែប៉ុណ្ណឹងទៅចុះជម្រាបបងប្អូនប៉ុណ្ណឹងទៅចុះចូលដល់ប្រធានបទទី3ប្រធានបទទី3ជាប្រធានបទចាស់រឿងចាស់ទេបងប្អូនរឿងបន្សិលមិញមិនមែនរឿងចាស់រឿងថ្មីប៉ុន្តែខ្ញុំបាននិយាយម្សិលមិញរួចហើយខ្ញុំបានបញ្ជាក់ជូនបងប្អូនហើយថារឿងនេះវាពាក់ព័ន្ធទៅនឹងលោកថាក់ស៊ីននិងលោកហ៊ុនសែនហើយដោយសារខ្ញុំ live ពីម្សិលមិញ live ហើយក៏មានការបង្ហាញសញ្ញាមិនល្អនៅលើ Facebook ខ្ញុំក៏លុបចោលវិញឥឡូវនេះដូចជាមិនមានសញ្ញាអីអាក្រក់ទេដូច្នេះខ្ញុំនិយាយម្ដងទៀតដោយសង្ខេបហើយបងប្អូនដែលបានស្ដាប់ហើយកុំធុញទ្រាន់អីបងប្អូនដែលមិនទាន់ស្ដាប់អាចអញ្ជើញចូលរួមស្ដាប់ជជែកគំនិតទាំងអស់គ្នាអំពីបញ្ហាហ្នឹងពាក្យថាជជែកគំនិតនៅត្រង់ថាបងប្អូននិយាយតជាមួយខ្ញុំអត់កើតទេខ្ញុំនិយាយតែម្នាក់ឯងនៅលើបណ្ដាញសង្គមនេះជជែកគំនិតបងបានន័យថាបងប្អូនគិតឃើញថាអូកន្លែងនេះគួរធ្វើយ៉ាងម៉េចទៀតកន្លែងនោះគួរធ្វើយ៉ាងម៉េចទៀតបងប្អូនអាចផ្ញើសារមកខ្ញុំហើយខ្ញុំនឹងមើលនៅសារ comment របស់បងប្អូនយកមកធ្វើជាការ